សួស្តីបងប្អូនខ្ញុំចែករំលែកបទពិសោធន៍មួយនេះគឺពងមាន់ស្រែយើងមិនមែនពងមាន់ស្រែទេបាទនេះគឺពងមាន់នេះពងមាន់កសិកម្មពងមាន់អីយើងហ្នឹងខ្ញុំមិនដឹងថាទិញពងមាន់ស្រែនៅណាទេខ្ញុំដាក់ពងនេះគឺជាវិធីដែលខ្ញុំនេះដែលខ្ញុំតែងតែញ៉ាំតើមកយើងស្ដារនេះសារខ្ញុំដាក់ម្ដងដាក់ខ្លះអញ្ចឹងយើងពេលដែលយើងញ៉ាំនេះគឺយើងដាក់វាអញ្ចឹងដាក់ទឹកស្ដារបន្តិចហើយដាក់ពងអញ្ចឹងកែវវាតូចពេកនេះទៅមកយើងដាក់ឲ្យវាមិនស្ទុះក្លិនគាត់មានហើយនេះពេលដែលយើងដាក់មួយទឹកស្ដារទឹកអីចឹងយើងទៅមកយើងផឹកមានអារម្មណ៍ថាជាតិដាក់មក what the fun ក៏ពិតអាហ្នឹងក៏មានវិធីញ៉ាំដែរគឺញ៉ាំទាំងសបកពងមាន់ហ្នឹងយើងអាចញ៉ាំទាំងសបកបានប៉ុន្តែខ្ញុំមកញ៉ាំឯសារតាពីខ្ញុំចង់តាពីក្រឹកអីចឹងដាក់ទឹកតាមបាយទឹកសូដាឆែអរឯងនេះអស់នេះពេលដែលយើងញ៉ាំអញ្ចឹងគឺវាអត់មានក្លិនមានអី